Hello សួស្តីមកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះបង្ហាញមកគ្នាពីរបៀប Write Convert Redmi Note 13 5G ពី version ចិនទៅ version global ក្រុមហ៊ុនដែលជា version ដែលងាយស្រួលប្រើប្រាស់សម្រាប់ស្រុកខ្មែរយើងអូខេមូលហេតុដែលយើង Write ទៅ version ចិនគឺដោយសារតទូរស័ព្ទចិនគឺអត់មាន Play Store ទេហើយក៏អាចនឹងអត់មានភាសាខ្មែររួមទាំងមានកម្មវិធីចិនញ៉ៃមួយចំនួនដែលយើងអាចលុបបានទេអញ្ចឹងដើម្បីងាយស្រួលក្នុងការប្រើប្រាស់យើងតម្រូវយើងអាចមក version global ឥឡូវខ្ញុំធ្វើការរាយជាមួយនឹង Pandora ជាកម្មវិធីស្តៀងទូទៅដែរគ្រាន់តែខ្ញុំធ្លាប់រាយជាមួយ Pandora អញ្ចឹងក៏រាយមក Pandora ទៅអូខេកន្លែងនេះយើងទៅទាញ firmware global ដែលយើងធ្វើរាយហើយកន្លែង option ដែលធ្វើរាយយើង upgrade សម្រាប់ជាបទពិសោធន៍ខ្ញុំនៅពេលដែលបងប្អូនដែរversion ទៀតជាងទូរស័ព្ទត្រូវរើសយក upgrade បើសិនជាស្មើឬក៏ firmware ខ្ពស់ជាងគឺរើសយក download អីចឹងទៅអូខេតោះមកបិទទូរស័ព្ទបុកដកដល់ចូលនៅលើ tool កំពុងដំណើរការ read info ព័ត៌មាននៅលើទូរស័ព្ទហើយចាប់ដើមbackup upgrade នឹងវាអត្ថប្រយោជន៍យ៉ាងដែរនៅពេលដែលមុននឹងវារាយគឺវា backup security IMEI ទុកម្ដុំពេលណាដែលរាយទៅមានបញ្ហាបងប្អូនអាចយកមកទុកrepair បានអូខេធូបផ្សេងក៏វាមានស្តៀងនឹងដែរគាត់ថាខ្ញុំរើសយក Pandora ហើយក៏មិនដែរឃើញធ្វើវីដេអូទៅ Pandora អញ្ចឹងក៏បង្ហាញបងប្អូនមើលទៅបើសិនជាបងប្អូនចង់ active វាមកប្រើអាចមើលទម្រង់បានវាធ្វើការបានច្រើនតើតើនឹងការដោះកូដតើតើនឹងរាយផ្សេងអូខេហើយ tool នេះគឺមានតម្លៃថ្លៃហើយអត់អាច remote ធ្វើពីចង្ងាយបានទេអញ្ចឹងវាមាន specialist របស់វាដែល tool ដតៃវាអត់អាចធ្វើបានអញ្ចឹងបានខ្ញុំប្រើវាអូខេឥឡូវវាកំពុងចាប់ដើមរាយហើយរយៈពេលនៃការរាយជាទូទៅគឺខ្ទង់3នាទីទៅ4នាទីអាចនឹងដល់5នាទីទៅតាមទំហំ firmware ហើយនេះខ្ញុំបន្ថែម speed ឲ្យលឿនកុំឲ្យបងប្អូនរងចាំយូរអូខេសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ active tool ឬក៏ចង់រៀនផ្នែក software រាល់អ្វីដែលខ្ញុំបានបង្ហាញបានផុសកន្លងមកបងប្អូនអាចតាក់ទងមកសាកសួរបានព្រោះខ្ញុំពីមុនអត់បរៀនទេតែឥឡូវខ្ញុំបើកចិត្តបរៀននិយាយទៅការបរៀននេះវាមិនមែនបានលុយច្រើនប៉ុន្មានទេតែដោយសារតែវាជារឿងមួយដែលខ្ញុំគួរតែធ្វើហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតឃើញថាខ្ញុំគួរតែធ្វើហើយបងប្អូនក៏មានតម្រូវការសម្រាប់បងប្អូនគឺគាត់ឆ្លាញ់ចូលចិត្តនៅពាក្យពេចន៍សម្ដីយើងណែនាំយើងគឺគាត់ចង់រៀនមួយយើងគាត់ចង់ធ្វើការមួយយើងអញ្ចឹងបើសិនយើងបិទសិទ្ធិកន្លែងនោះវាអត់ល្អវាអត់បើឱកាសមនុស្សល្អចូលមកក្នុងជីវិតអញ្ចឹងណាអូខេនេះជារឿងមួយដែលខ្ញុំនិយាយក្នុងនេះវាពាក់ព័ន្ធតែអូខេឆ្លៀននិយាយតិចទៅអូខេឥឡូវយើងរាយបានជោគជ័យហើយសម្រាប់បងប្អូនដែលមាន model ផ្សេងពីចិនគឺ Redmi បងប្អូនអាចតាក់ទងមក Write Convert ទៅ Global បានមិនមែនគ្រប់ model សិតតែធ្វើបានទេប៉ុន្តែក៏មាន model ជាច្រើនអាចថា 50% គឺធ្វើបានអញ្ចឹងបងប្អូនមានទូរស័ព្ទពិបាកក្នុងការប្រើប្រាស់ហើយចង់ Write Convert ទៅ Global អាចឆាតមកសួរបានបើសិនជាមានអាចតាក់ទងមក Write បានហើយតម្លៃខ្ញុំតែងតែគិតគឺតម្លៃពិសេសសម្រាប់ខ្ញុំទទួលយកហើយនិងបងប្អូនទទួលយកបានដូចគ្នាអូខេបាយបាយ